រឿងប្រេងខ្មែរអ្នកតាដំបងក្រញូងតាមប្រវត្តិសាស្ត្រខ្មែររឿងអ្នកតាដំបងក្រញូងជារឿងប្រេងដ៏ល្បីល្បាញមួយដែលទាក់ទងទៅនឹងការកកើតខេត្តបាត់ដំបងនិងជំនឿលើបារមីអ្នកតាដ៏ស័ក្តិសិទ្ធិនាងញូងមានដើមកំណើតនៅស្រុកសួនមង្ឃុតមានឪពុកឈ្មោះសួនម្ដាយឈ្មោះសែនមុននឹងនាងញូងមកទំពក់នឹងម្ដាយបរោះជាឪពុកបានសុបិនឃើញមច្ចរាជយកដាវមួយមកខ្វាច់ប្រគល់ឲ្យតាមសុបិននេះលោកគ្រូចៅអធិការវត្តភ្នំបានទូទាយថាដៃប្រពន្ធនេះនឹងបានកូនប្រុសហើយកូនប្រុសនេះនឹងបានឡើងសោយរាជជាស្ដេចតែមិនមានអាយុវែងទេនៅពេលដែលនាងសែនមានផ្ទៃពោះនាងតែងតែចង់ហូបប្រមាត់ដីគឺជារុក្ខជាតិម្យ៉ាងតូចទាបដូចស្មៅពណ៌បៃតងគ្មានផ្កាទេហើយដែលគេតែងតែយកមកដាំសម្រាប់លម្អតាមសួនច្បារនាយសួនជាប្តីតែងតែទៅបេះយកមកចម្អិនធ្វើជាអាហារឲ្យប្រពន្ធបរិភោគតាមចំណង់ចំណូលចិត្តជាប្រក្រតីគ្រប់ថ្ងៃខែពេលវេលានាងបានសម្រាប់បានកូនប្រុសម្នាក់ដោយហោរាទូទាយមែនទារកនោះមានពណ៌សម្បុរខ្មៅស្រអែនស្វាយដែលជាហេតុនាំឲ្យម្ដាយឪពុកដាក់ឈ្មោះថាញូងលុះចូលដល់វ័យល្មមនឹងសិក្សាបានកុមារញូងត្រូវបានឪពុកម្ដាយយកទៅឲ្យរៀនសូត្រនៅឯវត្តភ្នំដែលមានគ្រូចៅអធិការវត្តភ្នំនៅទីនោះដែរដោយក្រឡេកទៅមើលព្រះអង្គចក្រពត្តិដែលបានសោយរាជ្យនៅប្រទេសកម្ពុជានៅក្នុងព្រះជន្ម21 វស្សាដោយព្រះអង្គជាស្ដេចខ្មែរទី16ហើយដោយគង់នៅព្រះបរមរាជវាំងមហានគរដែលព្រះអង្គមានបុត្រ2អង្គបុត្រច្បងព្រះនាមបុត្រធំកុមារនិងព្រះរាជបុត្របន្ទាប់ព្រះនាមសិរីកុមារហើយមានអ្នកម្នាងកែវជាមហេសីរបស់ស្ដេចចក្រពត្តិក៏មានគាត់ផងដែរក្នុងសម័យមួយព្រះរាជាបានចេញបញ្ជាឲ្យនាម៉ឺនសពមន្ត្រីកេណ្ឌប្រជានុរាស្ត្រសពគ្រប់មកកាប់ឈើជញ្ជូនថ្មសាងសង់ព្រះបរមរាជវាំងនិងបាចទឹកសម្អាតស្រះអូរប្រឡាយតូចធំក្នុងព្រះនគរក្នុងចំណោមប្រជាជនទាំងនោះគេបានឃើញថាបុរសម្នាក់មានធំសម្បុរខ្មៅមានឈ្មោះថានាងញូងពួកគេបានចាត់ឲ្យនាងញូងជាមេរយពួកកំណែនហើយបញ្ជូនទៅបំពេញការងារឯមហានគរដោយក្រុមការងាររបស់នាងញូងត្រូវបានគេបង្គាប់ឲ្យទៅកាប់ឈើនិងជញ្ជូនថ្មនៅឯជើងភ្នំដងរែកប្រជាជនខ្មែរទាំងប្រុសទាំងស្រីខឹងសម្បានឹងអំណាចស្ដេចប៉ុន្តែខ្លាចនឹងទទួលរងទុក្ខបីហើយម្នាក់ចេះតែខំមកសង្កត់ចិត្តគោរពធ្វើតាមបទបញ្ជាទៅនៅថ្ងៃមួយនាងញូងត្រូវបានដល់វេននៅចាំជំរុំហើយមានភារកិច្ចដាំស្រូវចម្អិនអាហារសម្រាប់កំណែនផ្សេងៗទៀតនៅពេលដែលនាងញូងដាំបាយស្រាប់តែក្រឡេកឃើញម៉ែឈើរកាខ្មៅនាងញូងបានឈោងចាប់យកម៉ែឈើរកាខ្មៅនេះមកជ្រោយបាយសក៏ប្រែទៅជាពណ៌ខ្មៅដោយក្តីហេវហត់និងឃ្លានខ្លាំងផងនាងញូងក៏បានបរិភោគបាយពណ៌ខ្មៅនោះអស់ពីផ្ទះបន្ទាប់មកនាងញូងក៏ចាប់ផ្ដើមដាំបាយថ្មីសម្រាប់សមាជិកផ្សេងទៀតតែម្ដងនេះដល់ពេលដែលត្រូវជ្រោយបាយស្រាប់តែរកម៉ែឈើរកាខ្មៅមិនឃើញបាត់ស្រមោលទៅដោយជាបុណ្យបារមីរបស់នាងញូងនឹងត្រូវបានធ្វើជាស្ដេចទើបទេវតាមកដាក់បណ្ដោះឲ្យមានដើមរកាខ្មៅដល់នៅចំកណ្ដាលកន្លែងដែលពួកកំណែនរបស់នាងញូងត្រូវមកបោះជំរំនៅទីតាំងទីនោះគ្រាន់តែបរិភោគបាយនៅភ្លាមនាងញូងក៏ចាប់ផ្ដើមមានកម្លាំងខ្លាំងក្លាដោយតម្រៃ47ដោយកំណែនបានឃើញពីមហិទ្ធិឫទ្ធិបារមីនាងញូងសមាជិកកំណែនទាំងអស់បាននាំគ្នាខ្លាចនឹងកាប់ស្ងប់ឆ្ងាយហើយកំណែនទាំងនោះក៏នាំគ្នាសូមចោះចូលបម្រើនាងញូងហើយក៏សូមតែងតាំងនាងញូងជាស្ដេចផងដែរនៅនាងញូងកំពុងមានកម្លាំងមហិមាដោយតម្រៃ47ស្រាប់តែមានដំងមួយបានលេចឡើងមកធ្វើជាអាវុធដែលមានប្រវែង6ហត្ថ1ចង្អាមដោយបានដាក់ឈ្មោះដំបងនោះថាដំបងក្រញូងបន្ទាប់ពីឃើញរាជស្ដេចរបស់ខ្លួននាងញូងក៏ចាប់ផ្ដើមមានគំនិតចង់សោយរាជ្យធ្វើជាស្ដេចដោយតែក្រុមកំណែនទាំងអស់បានកាត់ទុកមុននាងញូងក៏បានបញ្ឈប់ឲ្យកាប់ឈើសម្រាប់យកទៅសង់ព្រះរាជវាំងស្ដេចហើយក៏បញ្ជាឲ្យកាប់ឈើធ្វើជាដំបងប្រនងកំបិតដាវនំប៉ែងពូថៅព្រួញភ្នូហើយនឹងវឹកហាត់កងទ័ពដើម្បីចេញដំណើរពាត់វាយរាជវាំងប្រហែលស្ដេចព្រះបាទចក្រពត្តិនៅពេលដែលនាងញូងបានដឹកនាំទ័ពទៅវាយកំទេចរាជវាំងស្ដេចរហូតដល់ទ័ពនាងញូងមានប្រៀបជាងក៏ប៉ុន្តែទ័ពនាងញូងបានឡោមព័ទ្ធព្រះមហានគរអស់រយៈពេល2ខែតែនៅតែមិនទាន់ទទួលបានជ័យជំនះផ្ដាច់ព្រាត់ទៀតដោយឃើញហេតុនេះហើយនាងញូងបានប្រើទ័ពព្រៃវាយកំទេចទ្វារមហានគរដោយជោគជ័យក្រឡេកទៅមើលព្រះមហាក្សត្រព្រះបាទចក្រពត្តិដែលកំពុងតែមានជំងឺយ៉ាងធ្ងន់ធ្ងរផ្ទុំនៅលើព្រះតានបានលើនៅសូរសម្ដែងអាវុធបាត់ទង្គិចគ្នាលាយឡំជាមួយនឹងសម្ដែងស្រែកយំឈឺចុកចាប់បែបនេះព្រះអង្គខំប្រឹងងើបឈរដើម្បីរត់ទៅតស៊ូតែព្រះអង្គត្រូវបានដួលសន្លប់មកធ្លាក់មកលើក្រឡាបន្ទំវិញហើយសគត់ក្នុងពេលនោះទៅគ្រានោះដំបងក្រញូងបានយកជ័យជំនះត្រួតត្រានគរហើយព្រះអធិធាតុរបស់ព្រះបាទចក្រពត្តិយកទៅបញ្ចុះនៅភ្នំក្រោមគ្រាន់តែបានទទួលជ័យជំនះឡើងកាន់អំណាចនឹងសោយរាជ្យភ្លាមស្ដេចដំបងក្រញូងមិនបងអង្គទុកយូរព្រះអង្គបានចេញបញ្ជាទៅនៅតាមភូមិស្រុកតំបន់នានាក្នុងព្រះរាជាណាចក្រឲ្យដើរស្រាវជ្រាវឆាយឆេររកចាប់ចងឃុំឃាំងសមាជិកក្រុមព្រះពញាវង្សទាំងអស់ហើយយកទៅសម្លាប់ចោលដោយដុតនៅភ្លើងទាំងអស់ចំណែកឯកូនរបស់ព្រះមហាក្សត្រចក្រពត្តិវិញបុត្រច្បងដែលទើបតែមានអាយុ13ព្រះវស្សាបានលួចរត់គេចពីកណ្ដាប់ដៃស្ដេចដំបងក្រញូងព្រះអង្គបានទៅសាងភ្នួជាព្រះសង្ឃក្នុងព្រៃភ្នំក្រំថ្មដោយព្រះអង្គបានចេះចាំគ្រប់សិលសាស្ត្រវេទមន្តវិជ្ជាការក្នុងពូកែអស្ចារ្យចំណែកឯបុត្របន្ទាប់ព្រះសិរីកុមារ
ដែលទៅតែមានអាយុ4ទេវសាបាននៅជាមួយម៉ៃដកខំរត់គេចយករួចខ្លួនតែរត់មិនផុតត្រូវក្រុមសេនាដំបងកញ្ញូចាប់បានព្រះសិរីកុមារត្រូវបានក្រុមសេនាចាប់ពង្រត់បោះចូលទៅក្នុងភក់ភ្លើងដើម្បីឲ្យស្លាប់ហើយតែសំណាងមានបុណ្យបារមីដោយនាពេលនោះប្រលប់យប់បន្តិចមានពលទាហានមួយក្រុមប្រទះឃើញហើយមានចិត្តសង្វេគអាណិតអាសូរក៏នាំគ្នាយកព្រះសិរីកុមារចេញពីភ្លើងយកទៅលាក់ទៅដោយតែអង្គពុំបានសកត់ទេគ្រាន់តែរាងកាយត្រូវបានឆាតឆេះរលេះរលួយមានស្នាមដំបៅស្លាកស្នាមពីពេញរាងកាយព្រះសិរីកុមារត្រូវបានចិញ្ចឹមបីបាច់ដោយព្រះសង្ឃមួយអង្គដែលមានក្តីអាណិតអាសូរក៏បានជួយសង្គ្រោះបីបាច់ថែរក្សារហូតជាសះស្បើយតែដៃជើងរបស់ព្រះអង្គត្រូវបានរួញក្រញ៉ង់ជាប់គ្នាដើរមិនរួចមិនកើតបានតែធ្វើចលនាដោយគូទៅមុខទៅក្រោយបានឃើញដូច្នេះហើយពួកអ្នកផងបានដាក់ឈ្មោះឲ្យព្រះអង្គថាព្រំកើឬពញាក្រែកបាននិយាយពីស្ដេចដំបងក្រញូងជាក្សត្រខ្មែរទី12វិញព្រះអង្គបានសោយរាជ្យបាន7ឆ្នាំ7ខែព្រះអង្គបានកោះហៅរាជហោរាមកទូទាយពីជោគវាសនាវាស័យរបស់ព្រះអង្គចង់ដឹងថាតើមានអ្នកមានបុណ្យណាអាចមកដណ្ដើមរាជទីព្រះអង្គឬទេហោរាបានគុនគូមើលទៅហើយថាព្រះអង្គដំបងក្រញូងសោយរាជ្យសម្បត្តិបានតែ7ថ្ងៃទៀតទេព្រះអង្គនឹងអស់បុណ្យហើយពេលនោះនឹងមានអ្នកមានបុណ្យចេញមកដណ្ដើមរាជសម្បត្តិជាមិនខានដោយលឺដូចនេះហើយស្ដេចដំបងក្រញូងបានគិតថាបើអ្នកចេញមកមែនយើងនឹងយកដំបងក្រញូងគប់វាឲ្យស្លាប់តែម្ដងតែបើវាកំទេចសត្រូវពុំទទួលបានជ័យជំនះនោះទេយើងនឹងក្រុមចោះចាញ់ឲ្យលើករាជបល្ល័ង្កថ្វាយភ្លាមជៀសវាងកុំឲ្យកើតមានសង្គ្រាមកាប់សម្លាប់បង្ហូរឈាមធ្វើដូចនេះប្រទេសខ្មែរនឹងមិនរងទុក្ខវេទនាប្រត់ប្រាស់មិនមានកម្ពុជាវេរាដោយសារតែយើងឯរូបរាងទៀតសោតក៏គ្មានអ្នកជំពាក់កម្ពុជានិងបណ្ដាប្រជាជនខ្មែរហើយយើងក៏គ្មានអ្នកណាដាក់កំហុសអន្តរាយទោសជេរប្រមាថតកូនតចៅរហូតទៅដោយដំណឹងនេះលេចលឺដល់ប្រជារាស្ត្រមនុស្សម្នាមកពីគ្រប់តំបន់ចិត្តឆ្ងាយរងចាំមើលមនុស្សមានបុណ្យដល់ពញាក្រែកឬព្រហ្មកើចង់សុំក្តីអនុញ្ញាតពីព្រះសង្ឃដើម្បីទៅមើលអ្នកមានបុណ្យដោយពេលនោះព្រះអង្គមានតែជន17វស្សាការបានឃើញអ្នកមានបុណ្យជាសេះដោយដែលហោរាសាស្ត្របានទូទាយប្រជារាស្ត្រទាំងអស់នាំគ្នាមើលកោះកុនក្នុងមហានគរស្រែកហូបកញ្ជៀវចំណែកឯស្ដេចដំបងក្រញូងដែលរងចាំអ្នកមានបុណ្យជាយូរណាស់មកហើយដោយបានឃើញផ្ទាល់ភ្នែកក៏កើតមានការខឹងសម្មាជាខ្លាំងក៏ចាត់ទាញដំបងក្រញូងទៅគប់តម្រង់ទៅពញាក្រែកប្រហារជីវិតឲ្យខ្សឹងខ្សៃតែម្ដងប៉ុន្តែដំបងរបស់ស្ដេចបែរជាអស់រិទ្ធមិនបានទៅប៉ះចំអ្នកមានបុណ្យទេហើយក៏ធ្លាក់ទៅបាត់ទៅដែលកន្លែងដែលដំបងធ្លាក់ក៏คล้ายជាអូដែលមានឈ្មោះថាអូដំបងដែលស្ថិតនៅខេត្តបាត់ដំបងឃើញហេតុភេទអស្ចារ្យនោះហើយប្រជានារីខ្មែរគ្រប់រូបព្រមទាំងសេនាមើលមន្ត្រីសពមុខនាំគ្នាថ្វាយព្រះបង្គំទទួលព្រះព្រំកើឯស្ដេចដំបងក្រញូងវិញដឹងច្បាស់ថាខ្លួនអស់បុណ្យបានរំបីក៏សុខចិត្តដាក់ខ្លួនក្រាបថ្វាយបង្គំពញាក្រែកឬព្រំកើសូមចោះចាញ់ហើយលើករាជបល្ល័ង្កថ្វាយក្នុងគ្រានោះទៅតែដេចស្ដេចដំបងក្រញូងបានសម្រេចចិត្តធ្វើដោយអ្វីដែលបានគិតទុកនោះមែនគឺធ្វើដំណើរគ្មានទិសដៅចាក់ចេញពីនគរក៏បានទៅដល់ស្រុកលាវដោយការនោះនៅនគរចម្ប៉ាស័កត្រូវវងដំរីចេញមកយាយីរាជបាតធ្វើឲ្យប្រជានារីរងទុក្ខវេទនានិងវិនាសហិនហោចអស់ជាច្រើនអតីតស្ដេចដំបងក្រញូងបានចេញទៅជួយអាសាស្ដេចលាវបង្ក្រាបវងដំរីនោះដើម្បីតបស្នងសងគុណស្ដេចលាវបានលើកខុសប្រមុំព្រះនាមសយបុប្ផាធ្វើជាភរិយាស្ដេចស្រុកលាវបានគិតក្នុងចិត្តថាដំបងក្រញូងនេះពិតជាខ្លាំងក្លាពូកែណាស់ហើយអាចនឹងក្បត់ចង់ដណ្ដើមរាជពីយើងជាមិនខានដូច្នេះត្រូវតែកម្ចាត់ឲ្យបានមុនស្ដេចស្រុកលាវបានអង្វរកូនស្រីប្រើល្បិចកលសួរប្តីថាតើធ្វើដូចម្ដេចទើបសម្លាប់បានហើយត្រូវប្រើមធ្យោបាយបែបណាទើបសម្លាប់បានការដែលបានឮដឹងរឿងហើយនាងក៏បានយករឿងនេះទៅប្រាប់មេដាជាបន្ទាន់លោកត្រូវបានប្រពន្ធលួងលោមដំបងកញ្ញូបានប្រាប់នៅអែតកំបាំងដែលបានលាក់នឹងអាយុជីវិតរបស់ខ្លួនដោយស្ដេចស្រុកលាវបានដឹងដោយបំណងស្ដេចស្រុកលាវមិនបង្អង់យូរក៏ចាត់ឲ្យពួកសេនាទាហានរៀបចំដាក់គ្រឿងយន្តបាញ់រៀបចំខ្លួនគោដែលជាកន្លែងដួងកែវនៃជីវិតនៅក្នុងមង្គលនៅពេលដែលដំបងកញ្ញូដាក់ចូលទៅបានតាក់ជើងនឹងខ្សែជាហេតុដែលធ្វើឲ្យគ្រឿងយន្តនោះដំណើរការពេលនោះដំបងកញ្ញូបានយល់ច្បាស់អំពីបុព្វហេតុនោះក៏ប៉ុន្តែក៏មិនបានធ្វើឲ្យដំបងកញ្ញូស្លាប់ដែរដោយដំបងកញ្ញូបានពោលថាមិនគួរណាយើងមកបរាជ័យចាញ់បោកដោយសារតែសម្ព័ន្ធរបស់មនុស្សស្រីសោះការបានមានរបួសជាទម្ងន់ដំបងកញ្ញូក៏បានចាក់ចែងពីស្រុកលាវហើយត្រឡប់ទៅស្នាក់នៅឯស្រុកកំណើតវិញចំណែកឯនាងសយបុប្ផាក៏ពោពេញទៅដោយវិបដិសេរីបានធ្វើដំណើរទៅតាមព្រះស្មារតីបម្រើនៃផ្ដិតរហូតអត់ធ្លាយស្លាប់តែនាងបានរៀបចំធ្វើពិធីបូជាតាមទំនៀមទម្លាប់ប្រពៃណីហើយបានយកព្រះអាទិធិធទៅតម្កល់ទុកនៅក្នុងចេតិយមួយនៅក្នុងស្រុកចម្ប៉ាស័ក